ខ្ញុំសូមប្រាប់ពីនីតិវិធីនៃការយកសំណាក់ដីយកទៅមើលសារធាតុចិញ្ចឹមរបស់កស៊ូគឺយើងកាប់យកជម្រៅតែ2 តឹកទេ2 តឹកឬក៏20 សង់ទីម៉ែត្រក្នុងមួយដៅហើយយើងយកមួយក្តាប់ដាក់ក្នុងធុងពេត្រូមកហើយយើងដើរក្នុងចកាគេដើរជាលក្ខណៈអង្កត់ទ្រូងរបស់ចកាអញ្ចឹងបើចកាធំគេដើរហើយដីរាបស្មើគឺចម្ងាយពីរណ្ដៅមួយទៅរណ្ដៅមួយ100 ម៉ែត្រហើយបើសិនជាដីយើងមានជម្រាលយើងត្រូវចែកដីហ្នឹងជា3ផ្នែកខាងលើផ្នែកកណ្ដាលនិងផ្នែកខាងក្រោមហើយចែកដូចគ្នាអញ្ចឹងគឺនីតិវិធីនៃការយកហ្នឹងគឺ100 ម៉ែត្រយកមួយបណ្ដៅហ្នឹងហើយយកដីហ្នឹងលាយបញ្ចូលគ្នាក្នុងជម្រៅ2 តឹកហ្នឹងច្បល់ចូលគ្នាឲ្យសព្វហើយវិចខ្ចប់តែ1 គីឡូទេហើយយើងដាក់ឈ្មោះដាក់ផ្លាកសញ្ញាហើយនឹងថ្ងៃខែដែលយើងយកសំណាក់ហ្នឹងយកទៅចូលមន្ទីរពិសោធន៍ដើម្បីវិភាគរកសារធាតុចិញ្ចឹមជាពិសេស NPK និងពួកមីក្រូធាតុហើយ pH របស់ដីបាទឱកាសពិសេសសម្រាប់ម្ចាស់ចម្ការដូងស្វាយចន្ទទីនិងដំណាំកៅស៊ូដែលកំពុងស្វែងរកទីផ្សារជំនួសម្ចាស់ចម្ការអ្នកកែច្នៃនិងអ្នកផ្ដល់ទុនថ្ងៃទី28 ខែមិនិនាឆ្នាំ2026ជួបជាមួយអ្នកបញ្ជាទិញផ្ទាល់ជួបជាមួយនឹងអ្នកផ្ដល់ទុនជួបជាមួយនឹងអ្នកជំនាញរៀនពីបច្ចេកទេសទិន្នផលខ្ពស់និងពង្រីកទីផ្សារតម្លៃសម្បត្តិចូលរួមត្រឹមតែ$10ប៉ុណ្ណោះចំនួនមានកំណត់អ្នកចូលរួមអាចមានឱកាសផ្សងសំណាងយកកាដូអនុស្សាវរីយ៍ម៉ូតូ Honda Wave ឆ្នាំ2026ចំនួន5គ្រឿងចុះឈ្មោះឥឡូវនេះតាមរយៈ Telegram ខាងក្រោម